ពេលបងប្អូនមកលេងដល់សៀមរាបហើយណានឹកឃើញជាមួយនឹងស៊ុបស៊ីឈွန်ហតផតក្តៅខ្ញុំណែនាំហាងមួយដែរព្រោះខ្ញុំញ៉ាំទៅគឺត្រូវចិត្តមែនតើរសជាតិនៅកន្លែងប៉ុនគាត់ជំរឿក៏មានច្រើនហើយបើនិយាយពីតម្លៃប្រភេទស៊ុបវិញណាគឺធ្វើដោយខ្លួនឯងទេស៊ុបនៅកន្លែងគាត់តែ60000រៀលទេនៅក្នុងមួយឈុតញ៉ាំមកបបោបែបគ្រួសារព្រោះដើរលេងមកសង្ក្រាននេះខ្ញុំជឿថាបងប្អូនប្រកាសជាចង់ញ៉ាំជាមួយនឹងស៊ុបបាទហតផតក្តៅអីបើកម្លាំងអញ្ចឹងនៅកន្លែងប៉ុនគាត់នេះគឺបាទមានឈ្មោះថាបាទឬក៏ហៅថាផ្លូវជន្លង់ហើយខ្ញុំនឹងដាក់ផែនទីលំអិតបន្ថែមជូនទៅកាន់បងប្អូនហើយគាត់មានមនុយមុខម្ហូបមានបង្គាបាទចំហុយជាមួយនឹងខ្ទឹមសមានជាតិផាន់គាត់សម្រាប់រសជាតិខ្ញុំមិនដឹងមិនទេណាបងប្អូនសម្រាប់ខ្ញុំទៅឲ្យទៅធ្វើរសជាតិមកមិនថាមគ្រឿងរសជាតិមិនដិតប្រៃខ្លាំងពេកទេខ្ញុំមានអារម្មណ៍ថាខ្ញុំញ៉ាំគឺត្រូវមាត់តែម្ដងហើយបងប្អូនធម្មតារសជាតិអត់អាចដូចគ្នាទេខ្ញុំប្រកាសជាត្រូវឲ្យតែធ្វើមកបែបអញ្ចឹងហើយគាត់មានមុខម្ហូបផ្សេងបាទដូចជាប្រភេទតៅហ៊ូនេះអាហ្នឹងក៏ឆ្ងាញ់ដែរញ៉ាំជាមួយនឹងបាយសមិនដឹងថាគាត់ឆាគ្រឿងបែបមិនដែរទេហើយរសជាតិមកអេមហើយស៊ីឈ្វ័ននេះគឺធ្វើគ្រឿងដោយខ្លួនឯងតែម្ដងពុះគោស៊ីឈ្វ័នដែលបងប្អូនភាគច្រើននៅកន្លែងហ្នឹងគឺគេនិយមញ៉ាំតែម្ដងហើយមានប្រភេទគ្រឿងសមុទ្រដូចត្រីចំហុយជាមួយនឹងទឹកស៊ីអ៊ីវបង្ហាញនៅក្នុងវីដេអូនេះបាទ$15ហ្នឹងគឺបាទគួរសមបបោទៅទៅមិនជាច្រើនខ្លាំងពេកទេតែមកល្មមហើយ15រៀលបាទមានជាមួយនឹងសាច់រហូតដល់3ចានមានតុងមានសាច់មានអីផ្សេងផងហើយបងប្អូនអាចហៅជាមួយនឹងបង្គាឬក៏ប្រភេទឈាមទាអីបន្ថែមតាមចំណង់ចំណូលចិត្តព្រោះនៅក្នុងឈុតហ្នឹងគឺមានបាទប្រហិតមានអីនៅក្នុងហ្នឹងស្រាប់អញ្ចឹងណានិយាយទៅរសជាតិស៊ីឈ្វ័ននៅកន្លែងគាត់នេះខ្ញុំអាចថាបែបកូនកាត់មិនបែបរបៀបប្រើម្សៅឬក៏ដុំអីដាក់ទឹកស៊ុបឲ្យយើងញ៉ាំទេអានេះគាត់ប្រើគ្រឿងសម្រាប់ខ្លួនគាត់ហើយរសជាតិគឺអេមអត់ហាងទេអានេះសម្រាប់ខ្ញុំទេណាមកមានជាតិផងគាត់អានេះវាជារសជាតិមួយដែលបងប្អូនភាគច្រើនខ្ញុំជឿអីព្រោះធម្មតាទេអាគ្រឿងហឹលខ្លះក៏បងប្អូនគាត់មិននិយមចូលចិត្តដែរហើយអាចសាកល្បងបើសិនជាបងប្អូនបានមកដល់ទឹកដីខេត្តសៀមរាបហើយដោយប្រភេទបាពោះគោស៊ីឈ្វ័ននៅកន្លែងផងគាត់នេះវិញគឺលក់ដាច់ប្រចាំនៅក្នុងហាងដូចគ្នាដែលភាគច្រើនបងប្អូនគាត់ទៅជាក្រុមអញ្ចឹងគាត់ហៅមីបន្ថែមទៀតហើយពីរនាក់អីមកល្មមហើយមានជាមួយនឹងត្រីចំហុយបាទយើងអាចដាក់ជាមួយនឹងទឹកស៊ីអ៊ីវរៀងហឹលបន្ថែមមកហើយបើខ្ញុំវិញអារឿងបាទតៅហ៊ូឆានេះវិញគឺខ្ញុំហៅបាយសញ៉ាំព្រោះដោយសារតែវារសជាតិវាត្រូវញ៉ាំមួយបាយសអីគឺត្រូវតែម្ដងហើយមុខម្ហូបនៅកន្លែងគាត់ពីខ្ញុំតែម្ដងឯងបងប្អូនដោយសារតែរសជាតិមុខម្ហូបខ្លះគឺចំអិនមកគឺវាមានជាតិស្រាប់ដោយយើងអត់បាច់ត្រូវការជ្រលក់អីអាហ្នឹងជារសនិយមសម្រាប់ខ្ញុំទេព្រោះមុខម្ហូបខ្លះត្រូវការជ្រលក់មុខម្ហូបខ្លះមិនបាច់ត្រូវការជ្រលក់ប៉ុន្តែធ្វើមកវាឆ្ងាញ់ស្រាប់អញ្ចឹងបើសិនជាបងប្អូនចង់សាកល្បងឬក៏ជាម៉ួយធ្លាប់ញ៉ាំយល់ថារសជាតិបែបម៉េចខមមិនតាមអារម្មណ៍បានអញ្ចឹង